บសិនអាខ្មៅឈប់សិនកុំឲ្យយើងចាប់បានអីសោះណាបើយើងចាប់បានអីច្បាស់ជាស៊ីចង្គមយើងមិនខានអាខ្មៅឈប់សិនឡាអេបើខ្លាំងហក់មកហក់ឲ្យដល់លើមកយើផ្កើនយើងផងហ៎គង់តែមានថ្ងៃស្គាល់របស់ពិតទេអាខ្មៅចិត្តខ្មៅហើយអាណិតណាស់នេះខ្លួនឲ្យធំដូចឃ្លោកមិនគួរណាមកចាញ់បោកល្បិចខ្មៅសោះពេលនេះអ្វីហួសពេលអស់ហើយអ្នកដែលបានគុណសម្បត្តិធំគឺជាយើងមិនមែនជាឯងនោះទេអាចឆ្កែមកអាយ៉ូមានរឿងមួយដំណាលថាមានគ្រួសារមួយជាគ្រួសារមានទ្រព្យស្ដុកស្ដំពួកគាត់ប្រកបមុខរបរលក់ផ្លែឈើជារៀងរាល់ថ្ងៃផ្លែឈើរបស់គាត់តែងតែលក់អស់គ្មានសល់នេះក៏ដោយសារតែពួកគាត់មានចិញ្ចៀនវេទមន្តមួយវងដែលចិញ្ចៀននេះគឺជាចិញ្ចៀនដែលបន្សល់ទុកតាំងពីដូនតារបស់គាត់ម្ល៉េះគ្រួសារមួយនេះបានចិញ្ចឹមឆ្កែនិងឆ្មាដោយសត្វទាំងពីរនេះមិនដែលឆ្លោះទាស់ទែងគ្នានោះទេគឺពួកគេតែងតែស្រឡាញ់រាប់អានគ្នាដោយបងប្អូនបង្កើតម៉ែវណែបងឆ្កែម្ចាស់យើងពិតជាចិត្តល្អណាស់គាត់បានឲ្យចំណីយើងបានហូបឆ្អែតរាល់ថ្ងៃយើងបានរស់នៅជាមួយពួកគាត់ពិតជាសំណាងមែនមែនហើយនេះក៏ដោយសារតែម្ចាស់យើងគាត់រកប្រាក់បានច្រើននោះអីដូចនេះយើងមានតែបន់ស្រន់ឲ្យពួកគាត់លក់ដូរកាន់តែដាច់ថែមទៀតម៉ៃវាមើលទៅឆ្កែនិងឆ្មារបស់យើងនោះពួកគេពិតជាស្រឡាញ់គ្នាខ្លាំងណាស់ខ្ញុំសង្ឃឹមថាទៅថ្ងៃមុខបើសិនជាយើងមានទ្រព្យច្រើនជាងនេះខ្ញុំនឹងចំណាយលុយរៀបចំពិធីរៀបការឲ្យពួកគេឲ្យផ្អើលស្រុកតែម្ដងហារៀបការឆ្កែនិងឆ្មារៀបការមិនអង្កើនឹងឯងចេះតែមានហ្មងខ្ញុំនិយាយលេងនឹងណាព្រោះដោយសារតែឃើញពួកគេមើលទៅដូចជាស្រឡាញ់គ្នាខ្លាំងពេកនឹងណាម៉ែវអាបងម្ចាស់យើងលេងយើងហើយហូយគាត់និយាយលេងទេអ្នកណាទៅឲ្យឆ្មារៀបការជាមួយឆ្កែអាម៉េចខ្ញុំលេបមិនចូលទេធ្វើដូចឯងហ្នឹងសង្ហាណាស់អញ្ចឹងខ្ញុំមិននិយាយលេងដែរទេតោះយើងគិតនាំគ្នាលេងអីឲ្យសប្បាយអីអាបងខ្ញុំឃើញគេលេងអាឡាតូនោះសប្បាយណាស់ណាខ្ញុំចង់ទិញយកមកលេងដែរមិនកើតទេគ្រោះថ្នាក់ណាស់លេងមិនកើតទេឥឡូវយើងគិតលេងបិទពួនតែម្ដងទៅឯងជាអ្នកពួនហើយខ្ញុំជាអ្នករកអាម៉េចដែរអូខេអាបងអញ្ចឹងខ្ញុំទៅពួនហើយណាម៉ែវក្រោយពីនិយាយគ្នារួចហើយឆ្កែនិងឆ្មាក៏នាំគ្នារត់លេងយ៉ាងសប្បាយរីករាយជាមួយគ្នាលុះយប់ជ្រៅក៏មានចោរម្នាក់ចូលលួចទ្រព្យសម្បត្តិរបស់ម្ចាស់ពួកគេមាសពេជ្រទាំងប៉ុន្មានក៏បាត់អស់គ្មានសល់ថែមទាំងចិញ្ចៀនវេទមន្តផងដែរចប់ហើយម៉ែវាអើយទ្រព្យសម្បត្តិទាំងប៉ុន្មានគឺត្រូវចោរលួចអស់ហើយខ្ញុំពិតជាឈឺចាប់ណាស់ឯងខំរកខនសន្សំជាយូរឆ្នាំមិនគួរណាចោលវាចូលមកលួចស្រួលអញ្ចឹងសោះកុំពិបាកចិត្តអីណាឯងខំរកទៀតទៅពីមុនយើងអាចចាប់ផ្ដើមពីបាតដៃទៅទេបានរឿងអីពេលនេះយើងចាប់ផ្ដើមមិនបានក្រោយពីឮប្រពន្ធនិយាយបែបនោះបរិសុទ្ធជាប្តីក៏ឈប់ពិបាកចិត្តហើយបានខិតខំលក់ដូរផ្លែឈើប៉ុន្តែវាមិនដូចជាអ្វីដែលគាត់បានលក់ដូរកាលពីមុននោះទេពីព្រោះតែពេលនេះគឺគាត់គ្មានចិញ្ចៀនវេទមន្តដែលធ្លាប់តែជួយឲ្យគាត់លក់ដាច់រាល់ថ្ងៃនោះទេណែអូនណាហើយផ្លែឈើឯងអាម៉េចបានអញទិញទៅស៊ីមិនកើតអញ្ចឹងជាពិសេសអាផ្លែត្រប់ហ្នឹងរសជាតិឥឡូវមិនទៅជាជូរជ្រេញទៅវិញចំណែកឯផ្លែប៉ោមវិញខំមួយម៉ាត់សឹងរលាកមាត់និយាយពីថាហិលហើយវាមិនដែលពូជផ្លែប៉ោមឯណាហិលជាងម្ទេសទៅទៀតអញសង្ស័យពូជប៉ោមហ្នឹងវាយកមកពិភពអេលៀនដឹងឯខ្ញុំក៏អញ្ចឹងដែរផ្លែមានទិញពីវាឡើងទុំក្រហមឆិលស្រាប់តែយកទៅដល់ផ្ទះវាប្រែជាខ្ចីអស់ហើយចឹងអីឲ្យស៊ីអាម៉េចកើតអាអូននេះមិនបានជលក់បោកប្រាស់មីងអញ្ចឹងឈប់សិនពូមីងស្ដាប់ខ្ញុំសិនណាឲ្យខ្ញុំសុំទោសផងណាបើផ្លែឈើអស់នេះវាខូចចាំខ្ញុំបដូរជូនថ្មីតែសូមពូមីងកុំយករឿងទាំងនេះប្រាប់ទៅអ្នកផ្សេងឲ្យដឹងអីណាខ្ញុំគិតថាប្រហែលជាផ្លែឈើរបស់ខ្ញុំនេះដាក់ជីខុសហើយទៅបានជាវាខ្លាចជាបែបនេះខ្ញុំសន្យាថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងទៀតនោះទេបន្ទាប់ពីលក់មិនសូវដាច់នឹងតែងតែមានបញ្ហាជាមួយអ្នកទិញបរិសុទ្ធជាប្តីក៏អង្គុយពិបាកចិត្តជាមួយប្រពន្ធរបស់គាត់ឯងយើងលក់មិនដាច់ទេ
ធ្វើមិននឹងមានលុយទិញរបស់ហូបទៅនេះបើសិនជាចិញ្ចៀនវេទមន្តនោះមិនបាត់នោះទេគ្រួសារយើងក៏មិនជួបរឿងបែបនេះដែរពុទ្ធោឯងអើយតើយើងទៅរកចិញ្ចៀននោះនៅឯណាទៅបើនៅតែបែបនេះច្បាស់ណាស់យើងនឹងរកស៊ីលក់អ្វីមិនដាច់នោះទេបន្ទាប់ពីឮម្ចាស់និយាយគ្នាទាំងអស់សង្ឃឹមបែបនេះឆ្មានិងឆ្កែក៏ពិភាក្សាគ្នាណែអាប្អូនម្ចាស់យើងគ្មានទ្រព្យទិញចំណីឲ្យយើងស៊ីទៀតនោះទេដូចនេះវាដល់ពេលហើយដែលយើងគួរតែជួយគាត់វិញម្ដងជួយយ៉ាងម៉េចទៅអាបងបើយើងអត់ចេះធ្វើអីផងហ្នឹងអេគឺយើងត្រូវទៅរកចិញ្ចៀនរបស់ម្ចាស់យើងហើយយកមកប្រគល់ឲ្យគាត់វិញណាហូយអាបងយើងធ្វើម៉េចនឹងដឹងថាចិញ្ចៀននោះនៅឯណាទៅមិនអីទេណាបងបានស្គាល់កន្លែងលាក់ចិញ្ចៀននោះហើយប៉ុន្តែចិញ្ចៀននោះគឺពួកចៅវាបានយកទៅលាក់នៅក្នុងហឹបឈើមួយបែបនេះតតែរកកណ្ដុរមួយដើម្បីឲ្យវាទៅកកែយកចិញ្ចៀននោះមកវិញម៉ែវអត់តអាបងរឿងកណ្ដុរទុកចិត្តលើខ្ញុំចោះខ្ញុំនឹងតាមរកកណ្ដុរឲ្យជួយអូខេតោះឆាប់ចេញដំណើរទៅអញ្ចឹងបន្ទាប់ពីពិភាក្សាគ្នារួចហើយឆ្កែឆ្មាក៏បាននាំគ្នាចេញដំណើរដើម្បីរកជំនួយពីកណ្ដុរម៉ែវចង់រត់តាណាទៀតអាកណ្ដុរអាំងហើយបងអីបងកុំស៊ីខ្ញុំអីណាខ្ញុំក៏មានគ្រួសារដូចពួកបងដែរបើបងព្រមដោះលែងខ្ញុំបងចង់ឲ្យខ្ញុំធ្វើអ្វីក៏បានដែរបងបានយើងនឹងមិនស៊ីឯងទេតែឯងត្រូវជួយយើងទៅរកចិញ្ចៀនវេទមន្តឲ្យយើងសិនទើបយើងព្រមដោះលែងឯងណាទទួលបានបងឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមដែរបន្ទាប់ពីបានជំនួយពីកណ្ដុររួចហើយពួកគេក៏ចាប់ផ្ដើមបន្តដំណើរទៅផ្ទះរបស់ចៅពេលទៅដល់ពួកគេក៏ជជែកគ្នាអំពីគម្រោងការណែអាប្អូនឆ្មានិងកណ្ដុរពួកឯងសុទ្ធតែមានតូចចូលឯងទាំងពីរនាំគ្នាចូលទៅខាងក្នុងផ្ទះយកចិញ្ចៀននឹងទៅណាឲ្យខ្ញុំជាអ្នកយាមនៅខាងក្រៅអូខេអាបងទុកការងារនេះឲ្យខ្ញុំនិងអាប្អូនកណ្ដុរចោះអាបងឯងនៅក្រៅចាំមើលផងបើពួកចៅទាំងនោះវាមកតន់កុំភ្លេចព្រោះឲ្យពួកខ្ញុំដឹងផងណាតោះអាកណ្ដុរអាំងឲ្យឆាប់ឡើងឆ្មានិងកណ្ដុរក៏បាននាំគ្នាចូលទៅក្នុងផ្ទះរួចហើយកណ្ដុរក៏បានកកែហឹបឈើនោះរហូតតតែធ្លុះធ្លាយជុំអានេះថ្មិញមុតសាហាវមែនវើយកកែមកផ្លេតសោះឡើងធ្លាយខ្ទេចតែម្ដងបងឆ្មាឆាប់ពំចិញ្ចៀននេះទៅបើនៅយូរក្រុមចៅច្បាស់ជាមកតន់មិនខានឆ្មាក៏បានពំចិញ្ចៀននោះចេញពីផ្ទះរួចហើយពួកគេក៏បន្តដំណើរទៅផ្ទះវិញពេលនេះខ្ញុំបានជួយបងរួចហើយខ្ញុំសង្ឃឹមថាបងនឹងដោះលែងខ្ញុំឲ្យមានសេរីភាពណែអាប្អូនឆ្មាឯងបានសន្យាជាមួយកណ្ដុររួចហើយណាឆាប់ប្រឡែងគ្នាឲ្យមានសេរីភាពវិញទៅណាអូយស្ដាយសាច់ណាស់នេះបើបានខាំមួយម៉ាត់មិនដឹងជាតិយ៉ាងណាទេតែណាហើយយើងយល់ដល់ឯងដែលបានជួយពួកយើងដូចនេះឯងទៅចោះណាកណ្ដុរក៏បានរត់ចេញបាត់ទៅណែអាប្អូនឆ្មាបងដូចជាឈឺជើងណាពួកយើងគូសម្រាប់មួយផ្លេតសិនទៅណាម៉ែវអូខេអាបងសម្រាប់សិនចុះណាឆ្លៀតពេលដែលឆ្កែកំពុងសម្រាកឆ្មាក៏បានគិតក្នុងចិត្តហូយឱកាសល្អហើយនេះយើងនឹងយកចិញ្ចៀនមួយនេះទៅឲ្យម្ចាស់យើងឲ្យបានមុនដូចនេះយើងច្បាស់ជាមានគុណសម្បត្តិធំមិនខានទេឆ្មាក៏បានលួចរត់ទៅផ្ទះមុនដោយមិនបានប្រាប់ឲ្យឆ្កែដឹងនោះឡើយបន្ទាប់មកឆ្កែក៏បានភ្ញាក់ឡើងដោយមិនឃើញឆ្មាក៏ដឹងថាចាញ់ល្បិចកលគេឆ្កែក៏ខំរត់ទៅផ្ទះទាំងជើងឈឺបែបនេះហាឯងនោះចិញ្ចៀនវេទមន្តរបស់យើងទេតាពិតមែនហើយឯងពុទ្ធោអើយកូនឆ្មាក៏អោយស្រឡាញ់យើងអរគុណឯងខ្លាំងណាស់ដែលបានស្វែងរកចិញ្ចៀនមួយនេះមកវិញឯងពិតជាសត្វដែលពួកខ្ញុំចិញ្ចឹមមិនខកបំណងមែនរំពេចនោះឆ្កែក៏បានរត់មកដល់ហើយម្ចាស់ពេលបានឃើញឆ្កែមកដល់ក៏បានស្ដីបន្ទោសឲ្យឆ្កែនៅនឹងមុខឆ្មាហើយឯងនេះចិញ្ចឹមពិតជាខាត់អង្គមែនមួយថ្ងៃគិតតែពីដើរលេងមិនជួយការពារទ្រព្យសម្បត្តិសោះឯងមើលនេះថ្មីត្បិតឆ្មាជាសត្វតូចល្អិតពិតមែនប៉ុន្តែគេបានទៅរកចិញ្ចៀនមួយនេះមកឲ្យយើងវិញចំណែកឯងវិញគ្មានបានការអីសោះគិតតែពីដើរលេងអត់ប្រយោជន៍
ដោយខឹងសម្បានឹងឆ្មាដែលបានបោកប្រាស់ខ្លួនយកគុណសម្បត្តិម្នាក់ឯងឆ្កែក៏បានដេញខំឆ្មារត់ពេញផ្ទះឈប់សិនអាខ្មៅឈប់សិនកុំឲ្យយើងចាប់បានអសោះណាបើយើងចាប់បានឯងច្បាស់ជាស៊ីចង្គមយើងមិនខានអាខ្មៅឈប់សិនឡាអែបើខ្លាំងហក់មកហក់ឲ្យដល់លើមកយើផ្កើនយើងផងហ៎គង់តែមានថ្ងៃស្គាល់របស់ពិតទេអាខ្មៅចិត្តខ្មៅហើយអាណិតណាស់នេះខ្លួនឲ្យធំដូចឃ្លោកមិនគួរណាមកចាញ់បោកល្បិចខ្មៅសោះពេលនេះអ្វីហួសពេលអស់ហើយអ្នកដែលបានគុណសម្បត្តិធំគឺជាយើងមិនមែនជាឯងនោះទេអាចឆ្កែមកអាយ៉ូឯងចាំមើលណាយើងនឹងមិនភ្លេចរឿងមួយនេះនោះទេយើងនឹងតាមរករឿងឯងជារៀងរហូតបន្ទាប់ពីថ្ងៃនោះមកឆ្កែនិងឆ្មាក៏លែងត្រូវគ្នាហើយក៏ប្រែក្លាយជាសត្រូវនឹងគ្នារហូតដល់សពថ្ងៃយើងតែងតែឃើញឆ្កែនិងឆ្មាដេញខំគ្នានៅពេលដែលពួកគេជួបមុខគ្នា